នៅក្នុងពិភពលោកយើងនេះមានសត្វពស់ជាង 3000 ប្រភេទផ្សេងគ្នានៅក្នុងនោះមាន 600 ប្រភេទជាពស់មានពិសបើយោងតាម website Let's Talk Science ជារៀងរាល់ឆ្នាំមានមនុស្សជាង 5.4 លាននាក់ត្រូវបានពស់ចឹកក្នុងនោះមានមនុស្សចន្លោះពី 80000 នាក់ដល់ 130,000 នាក់ត្រូវបានស្លាប់និងមួយភាគធំផ្សេងទៀតត្រូវបានរងពិការភាពមនុស្សដែលត្រូវបានស្លាប់ដោយសារពស់ចឹកភាគច្រើនដែលគេតែងជួបប្រទះញឹកញាប់គឺនៅក្នុងប្រទេសនៃតំបន់អាស៊ីនិងអាហ្វ្រិកបើទោះបីជាសត្វពស់ជាសត្វដ៏មានគ្រោះថ្នាក់តែវាក៏ជាសត្វផ្ដល់ផលកម្រៃខ្ពស់ទាក់ទងនឹងការបង្កើតអាជីវកម្មជាមួយនឹងសត្វនេះផងដែរនោះគឺការបើកកសិដ្ឋានចិញ្ចឹមពស់ក្នុងការបើកកសិដ្ឋាននេះគេសង្កេតឃើញមានមូលហេតុចម្បងដូចជាការចិញ្ចឹមពស់យកពឹសព្រោះពស់អាចលក់បាននៅក្នុងតម្លៃខ្ពស់ទៅតាមតម្រូវការនៃទីផ្សារប្រភេទពស់ដែលកម្រពឹសអាចមានតម្លៃថ្លៃជាងវាទៅទៀតព្រោះវាគឺជាតម្រូវការចាំបាច់សម្រាប់មន្ទីរពិសោធន៍ដើម្បីបង្កើតជាថ្នាំសម្រាប់ព្យាបាលជំងឺផ្សេងៗក្នុងនោះរួមមានដូចជាជំងឺមហារីកការកកឈាមជាពិសេសនោះគឺការបង្កើតថ្នាំសម្រាប់ប្រឆាំងជាមួយនឹងពឹសពស់ចឹកនិងក្រោមហេតុផលផ្សេងទៀតដូចជាការចិញ្ចឹមយកសាច់និងស្បែកសម្រាប់លក់ជាដើមក្នុងដំណាក់កាលនៃការយកពឹសពស់វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់វាទាមទារចាំបាច់ត្រូវការអ្នកដែលមានជំនាញក្នុងការចាប់ពស់និងប្រើប្រាស់ឧបករណ៍ដំបូងអ្នកយកពឹសពស់ត្រូវរៀបចំកែវសម្រាប់ដាក់ពឹសដែលចងជាប់ជាមួយនឹងថង់ប្លាស្ទិកនៅលើមាត់កែវនោះឲ្យបានត្រឹមត្រូវនិងធានាថាពឹសមិនអាចជ្រាបចេញមកក្រៅបានបន្ទាប់មកគេត្រូវយកដៃវែងលូកទាញសត្វពស់ចេញពីក្នុងទ្រុងយ៉ាងយកចិត្តទុកដាក់រួចសង្កត់ក្បាលវាឲ្យជាប់កុំឲ្យរបូតនិងបង្ហាមាត់ពស់ដាក់នៅលើកែវគ្របប្លាស្ទិកដែលបានចងមាត់រួចដើម្បីបង្ហូរពឹសរបស់វាចេញនៅពេលទទួលបានពឹសពស់គ្រប់ចំនួនហើយគេត្រូវយកពស់ដាក់ចូលទៅក្នុងទ្រុងវិញនិងរៀបចំទុកដាក់សម្ភារៈយ៉ាងមានរបៀបរៀបរយបំផុតពឹសពស់ដែលទទួលបានត្រូវដាក់ខ្លះសេនៅក្នុងទូទឹកកកដើម្បីរក្សាកុំឲ្យខូចគុណភាពចំណុចបន្ទាប់ដែលយើងនឹងត្រូវស្វែងយល់បន្តគឺការផលិតថ្នាំសម្រាប់ប្រឆាំងពឹសពស់វិញម្ដងនៅក្នុងឆ្នាំ 1890 អ្នកស្រាវជ្រាវឱសថជនជាតិបារាំងម្នាក់មានឈ្មោះថា Albert Camus គឺជាអ្នកដែលធ្វើការចាក់វ៉ាក់សាំងប្រឆាំងជាមួយនឹងជំងឺអុតស្វាយនៅក្នុងទីក្រុងសៃហ្គនគាត់បានឃើញថាប្រជាជននៅក្នុងតំបន់ឧស្សាហ៍រងគ្រោះដោយសារបញ្ហាពស់ចឹកហើយគាត់បានគិតថាវាជារឿងដ៏ល្អប្រសិនបើយើងអាចបង្កើតវ៉ាក់សាំងប្រឆាំងជាមួយនឹងពឹសពស់បានបន្ទាប់មកគាត់ត្រឡប់មកកាន់ទីក្រុងប៉ារីសវិញហើយចាប់ផ្ដើមធ្វើការពិសោធន៍ដោយយកពឹសពស់ចាក់ចូលទៅក្នុងទន្សាយដែលការចាប់ផ្ដើមដំបូងនោះគាត់ចាប់ផ្ដើមចាក់ពឹសពស់ក្នុងចំនួនតិចតួចបំផុតត្រឹមតែ 0.03 មីលីក្រាមចូលទៅក្នុងសត្វទន្សាយហើយកម្រិតពឹសនេះមិនអាចធ្វើឲ្យទន្សាយនោះស្លាប់នោះទេហើយសប្តាហ៍បន្ទាប់គាត់បន្តចាក់ពឹសពស់ចូលក្នុងទន្សាយដដែលនិងបន្តដំឡើងកម្រិតពឹសបន្តិចម្ដង8 ខែបន្ទាប់គាត់បានចាក់ពឹសពស់ចំនួន 35 មីលីក្រាមចូលទៅក្នុងទន្សាយដដែលសរុបមកការចាក់លើកចុងក្រោយនេះគឺមានបរិមាណច្រើនជាងមុនរហូតដល់15 ដងឯណោះហើយគាត់ក៏សង្កេតឃើញថាទន្សាយនោះនៅតែមានសុខភាពល្អនិងមិនមានផលប៉ះពាល់អ្វីចំពោះវានោះទេនេះគឺដោយសារតែប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់ទន្សាយបង្កើតនូវភ្នាក់ងារប្រឆាំងជាមួយនឹងពឹសពស់បន្ទាប់មកទៀតគាត់ចាប់ផ្ដើមបូមឈាមចេញពីទន្សាយដដែលមានផ្ទុកអង់ទីគ័រប្រឆាំងនឹងពឹសពស់នោះដើម្បីយកមកចាក់ចូលទៅក្នុងទន្សាយថ្មីទៀតដែលពុំទាន់មានប្រព័ន្ធការពារពឹសពស់ហើយគាត់ក៏សង្កេតឃើញថាទន្សាយទី2នេះក៏ចាប់ផ្ដើមមានប្រព័ន្ធការពាររាងកាយដូចទន្សាយទី1ដែរនេះហើយគឺជាថ្នាំប្រឆាំងពឹសពស់ដំបូងគេដែលគាត់ឲ្យឈ្មោះថា Antivenin រហូតមកដល់បច្ចុប្បន្នដំណើរការនៃការផលិតថ្នាំប្រឆាំងជាមួយនឹងពឹសពស់គឺយកគំរូតាមលោក Albert Camus តែការផលិតវ៉ាក់សាំងប្រឆាំងជាមួយនឹងពឹសពស់ឲ្យទាន់នឹងតម្រូវការពិភពលោកគេមិនអាចយកចេញតែពីឈាមរបស់សត្វទន្សាយនោះទេដោយសារតែបរិមាណនៃការផលិតបានតិចតួចដូច្នេះអ្នកវិទ្យាសាស្ត្រក៏បន្តជ្រើសរើសនៅសត្វផ្សេងទៀតដែលមានមាឌធំនិងអាចបូមយកឈាមបានច្រើនដូចជាសត្វសេះឬក៏សត្វចៀមជាដើមតែសត្វដែលគេពេញនិយមបំផុតរហូតមកដល់សព្វថ្ងៃគឺសត្វសេះ